នេះគឺជារបៀបផ្ទេរឯកសារពីទូរស័ព្ទ iPhone របស់បងប្អូនទាំងគ្នាចាស់មកកាន់ទូរស័ព្ទ iPhone ថ្មីដែលបងប្អូនបានទិញអញ្ចឹងបើសិនជាក្នុងករណីបងប្អូនទាំងគ្នាអត់ចង់ឲ្យបាត់ឯកសារគឺអាចធ្វើការផ្ទេរទៅនៅនេះបានពីទូរស័ព្ទចាស់មកកាន់ទូរស័ព្ទថ្មីហើយក្នុងករណីដែលបងប្អូនធ្វើការផ្ទេរទីមួយគឺបងប្អូនត្រូវរះទូរស័ព្ទថ្មីរបស់បងប្អូនចោលទៅបន្តមកទៀតគឺបងប្អូនត្រូវចូលមកកាន់ទូរស័ព្ទចាស់គឺចូលទៅកាន់ setting មកហើយបងប្អូនទាំងគ្នាចូលទៅកាន់ពាក្យថា general អញ្ចឹងបងប្អូនចុចលើ general អូសទៅក្រៅ port យកពាក្យថា transfer or reset iPhone ហើយបងប្អូនទាំងគ្នាយកពាក្យថា reset ហើយយកពាក្យថា reset all setting មកហើយចុចលើពណ៌ក្រហមនឹងទៀតទៅបងប្អូនយកពាក្យនឹងបន្តទៀតវានឹងធ្វើការ error តែម្ដងអញ្ចឹងបន្ទាប់ពីវាចេញមកបែបនេះគឺបងប្អូនទាំងគ្នាអាចធ្វើការផ្ទេរទៅនៃបានហើយក្នុងករណីដែលបងប្អូនធ្វើបែបនេះគឺវាលឿនមែនទែននៅក្នុងការផ្ទេរឯកសារអញ្ចឹងបងប្អូន set up នៅលើទូរស័ព្ទថ្មីរបស់បងប្អូនទាំងគ្នាទៅគឺយកពាក្យថា English នៅផ្នែកខាងលើគេហ្នឹងហើយចុចនៅលើពាក្យខាងលើគេទៀតទៅបន្ទាប់មកយើងរងចាំបន្តិចវានឹងចេញប៊ូតុង continue ឲ្យយើងមួយដើម្បីធ្វើការចុចបន្តទៅមុខទៀតអញ្ចឹងបងប្អូនរងចាំបន្តិចទៅវានឹងចេញមកបែបនេះតែម្ដងអញ្ចឹងបងប្អូនចុច continue ទៅហើយយើងធ្វើការរងចាំនៅលើទូរស័ព្ទចាស់របស់យើងដើម្បីឲ្យវាចេញ feature មួយសម្រាប់ឲ្យយើង scan QR នៅលើទូរស័ព្ទថ្មីអញ្ចឹងបងប្អូនទាំងគ្នាគ្រាន់តែចាំវាបន្តិចដាក់វានៅក្បែរគ្នាអញ្ចឹងទៅវាចេញ continue បងប្អូនចុចលើវាទៅហើយយើងធ្វើការ scan យកតែម្ដងអញ្ចឹងបន្ទាប់ពី scan ហើយវានឹងបញ្ចេញជាមួយមុខងារផ្សេងៗដើម្បីឲ្យយើងធ្វើការ set up ហើយបន្ទាប់ពីយើង set up ហើយវានឹងធ្វើការបន្តជាមួយនឹងការ transfer ឯកសារផ្សេងៗដូចជារូបភាពវីដេអូក៏ដូចជាកម្មវិធីមួយចំនួនផងដែរអញ្ចឹងបងប្អូនអាចមើលតាមអ្វីដែលខ្ញុំបានចុចនៅលើវីដេអូនេះបានបើសិនជាបងប្អូនទាំងគ្នាអត់យល់អីអាចឆាតចូលទៅកាន់ group Telegram ខ្ញុំនឹងប្រាប់បងប្អូនបន្ថែមទៀតផងដែរអញ្ចឹងបងប្អូនជាមួយនឹងការផ្ទេរឯកសារបងប្អូនធ្វើបែបនេះគឺផ្ទេរឯកសារបានលឿនមែនទែនហើយអត់ចេះ error ទេនៅពេលបងប្អូនធ្វើការ error នៅលើទូរស័ព្ទចាស់របស់បងប្អូនទាំងគ្នាមួយអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេអរគុណសម្រាប់ការបានទស្សនាវីដេអូនេះកុំភ្លេច follow ក៏ដូចជា share ហើយយើងជួបគ្នានៅវីដេអូ